ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបានមន់ស្រែចឹងក៏សម្រាប់ចិត្តថាធ្វើបបរមន់ស្រែមួយឆ្នាំងធំហើយអត់បានថតក្នុងពេលដែលយើងកំពុងចម្អិនទេវាអាចជាកញ្ចុកញ៉ាញ៉ៃពេកអានេះក្រោយពេលចម្អិនហើយក៏នឹកឃើញថតឲ្យបងប្អូនមើលចឹងណាហើយសម្រាប់ខែនេះនៅស្រុកខ្មែរបងប្អូនហើយគឺផ្ទះណាក៏មានស្វាយដែរឲ្យតែមានដើមស្វាយគឺសិតតែមានផ្លែស្វាយញ៉ាំហើយដោយផ្ទះពួកខ្ញុំជាដើមអ្នកទាំងអស់គ្នាឃើញទេមានស្វាយគ្រប់ប្រភេទនោះស្វាយថៃផងកៅចិនកៅល្មៀតស្អីហ្នឹងផងផ្ទះប្អូនផ្ទះអីឲ្យផងគ្រប់សពបែបយ៉ាងហ្នឹងហើយនេះគឺដល់វគ្គដែលញ៉ាំហើយគឺខ្ញុំគឺដាក់សណ្ដែកបដោះបន្តិចខ្ញីចិត្តស្រស់ហ្នឹងបន្តិចបងប្អូនបាទហើយគ្រឿងផ្សំរបស់យើងនឹងដូចតបងប្អូនទូទៅទេមានខ្ទឹមលីងមានជីក្រូចឆ្មាអីចឹងទៅហើយបបរក្នុងបបរហ្នឹងខ្ញុំនិយាយសម្រាប់បន្តិចគឺមានដូចជាមាន់ស្រែមានដូចជាផ្សិតចំបើងមានដូចជាគល់ផ្សិតក្រៀមយើងហ្នឹងបងប្អូនបាទហើយមាន់នេះគឺមាន់ស្រែពិតបងប្អូនឃើញទេគឺលឿងល្អហ្មងទឹកវាហើយសម្រាប់អ្នកផ្ទះខ្ញុំពេលដែលធ្វើបបរគឺអត់សូវជាលោបដាក់អង្គទេមាន់មួយចឹងអង្គកន្លះកំប៉ុងអីទេបងប្អូនឃើញដុះមកហើយអត់មានសូវឃើញក្របអង្គទេឃើញតែសាច់ចឹងដូចតែញ៉ាំស្ងោរសាច់មាន់អីចឹងទេញ៉ាំចឹងបានឆ្ងាញ់អានេះវាជាតលៀមតលាប់តាមផ្ទះនីមួយចំណូលចិត្តអ្នកខ្លះក៏ចូលចិត្តញ៉ាំដាក់អង្គច្រើនឲ្យឃើញបបរសម្រាប់ផ្ទះខ្ញុំអត់ទេគឺពឺតពេលញ៉ាំបបរមាន់ចឹងភាគច្រើនអត់សូវឃើញគ្រាប់អង្គទេឃើញតែគ្រឿងក្រៅសាច់មាន់បន្លែប្លុកអីចឹងទៅហើយនេះគឺហើយអស់ចឹងដាក់ជីខ្ទឹមបំពងច្របាច់ក្រូចឆ្មាអីចឹងទៅហើយបបរយើងដាក់សាច់ច្រើនជាបងប្អូនយើងច្របាច់ក្រូចឆ្មាចូលឲ្យបាន 2-3 ចំណិតចឹងទៅកុំជូរពេកហើយក៏កុំអត់ជូរដែរសម្រាប់ខ្ញុំឯណាខ្ញុំញ៉ាំរៀងមានជូរបន្តិចបានវាទៅអត់តលាន់ព្រោះដោយសារបបរអ្នកអត់នេះដឹងចឹងវាសម្បូរដោយសាច់ហើយខ្លះទៀតបើយើងដាក់អង្គទៀតវាកាន់តែតលាន់ចឹងណាបាទហើយអានេះក៏ដល់ពេលញ៉ាំដាក់ឆាខ្វៃបន្តិចតួចចឹងទៅបងប្អូនបាទយើងដាក់ឆាខ្វៃបានយើងញ៉ាំទៅឆ្ងាញ់ហើយឆាខ្វៃបងប្អូនកុំដាក់ឲ្យវារីកដាក់ភ្លាមដុំមកញ៉ាំដូចខ្ញុំភ្លាមចឹងទៅឆ្ងាញ់វានៅឈប់ឆាខ្វៃហ្នឹងហើយនេះបងប្អូនឃើញហើយបងខ្ញុំអត់សូវឃើញកាអង្គទេសិតតែបន្លែសិតតែសាច់ទាំងអស់អរគុណច្រើនបងប្អូនសម្រាប់ទស្សនាវីដេអូមួយនេះបាយសំណាងល្អ